បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងមកចែករំលែកពាក់ព័ន្ធទៅនឹងបែបបទនៃការផ្ដល់មតិត្រឡប់បាទឬ feedback style បាទក្នុងនេះខ្ញុំនឹងធ្វើការចែករំលែកខ្លីៗបាទព្យាយាមមិនបកស្រាយបាទបើសិនជាមានជាសំណួរឬក៏ចំណុចដែលគួរពិភាក្សាបាទអាចពិភាក្សានៅក្នុង comment ឬក៏បាទអាចសួរជាសំណួរបាទបញ្ជាក់បែបបទនៃការផ្ដល់មតិត្រឡប់បាទឬក៏យើងនិយាយជាភាសាអង់គ្លេសថា professional feedback style បាទទាំង9បាទដែលយើងនឹងទៅជែកនៅក្នុងថ្ងៃនេះបាទទី1គឺផ្ដោតទៅលើការផ្ដល់មតិត្រឡប់តាមបែបស្ថាបនាឬ constructive feedback ជាការផ្ដល់មតិត្រឡប់ផ្ដោតលើការកែលម្អនិងការរីកចម្រើនរួមគ្នាជាឧទាហរណ៍បទបង្ហាញរបស់អ្នកល្អណាស់ប្រសិនបើបន្ថែមទិន្នន័យបន្តិចទៀតវានឹងកាន់តែរឹងមាំឬល្អប្រសើរជាងនេះការផ្ដល់មតិត្រឡប់ទី2គឺការផ្ដល់មតិត្រឡប់តាមបែបបំបាក់ស្មារតីឬ destructive feedback ជាការរិះគន់ដោយគ្មានដំណោះស្រាយដែលប៉ះពាល់ដល់ទឹកចិត្តការងាររបស់បុគ្គលិកនៅក្រៅបង្គាប់ឬសហការីបើជាឧទាហរណ៍ការងារនេះខុសទាំងស្រុងប្រើមិនកើតទេទី3ការផ្ដល់មតិត្រឡប់តាមបែបគាំទ្រឬ supportive feedback ជាការផ្ដល់កម្លាំងចិត្តដើម្បីពង្រឹងទំនុកចិត្តដល់សហការីជាឧទាហរណ៍អ្នកធ្វើបានល្អជាងមុនឆ្ងាយណាស់បន្តការខិតខំបែបនេះទៀតណាទី4ការផ្ដល់មតិត្រឡប់បែបត្រង់បាទឬ blunt feedback ជាការនិយាយចំឥតលាក់លៀមជួនកាលអាចស្ដាប់ទៅរៀងគ្រោលគ្រាតបន្តិចជាឧទាហរណ៍លទ្ធផលនេះនៅមិនទាន់ដល់ស្តង់ដារដែលយើងកំណត់នោះទេទី5ការផ្ដល់មតិត្រឡប់បែបការទូតឬ diplomatic feedback ជាការនិយាយដោយភាពវៃឆ្លាតរក្សាតុល្យភាពនិងមេត្រីភាពបែបបទនៃការផ្ដល់មតិត្រឡប់នេះសមស្របបំផុតសម្រាប់បរិបទកម្ពុជារបស់យើងបើជាឧទាហរណ៍ជារួមគឺល្អហើយប៉ុន្តែយើងគួរកែសម្រួលចំណុចខ្លះបន្ថែមទៀតដើម្បីឲ្យការងារនេះកាន់តែល្អប្រសើរទី6ការផ្ដល់មតិត្រឡប់បែបការពារខ្លួនឬ defensive feedback ជាការឆ្លើយតបដោយការបដិសេធឬទម្លាក់កំហុសដើម្បីការពារខ្លួនឯងជាឧទាហរណ៍វាមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយទី7ការផ្ដល់មតិត្រឡប់បែបវិភាគឬ analytical feedback ជាការផ្ដល់មតិត្រឡប់ដោយផ្អែកលើអង្គហេតុនិងទិន្នន័យជាក់លាក់ជាឧទាហរណ៍មានចំណុចលម្អៀងចំនួន3កន្លែងនៅក្នុងកថាខណ្ឌទី2នៃរបាយការណ៍នេះទី8ការផ្ដល់មតិត្រឡប់បែបមនោសញ្ចេតនាឬ emotional feedback ជាការប្រើអារម្មណ៍ផ្ទាល់ខ្លួនមកសម្រេចជាងការមើលលើការងារជាក់ស្ដែង
ជាទីហោខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសូវចូលចិត្តរបៀបធ្វើការបែបហ្នឹងទេឬបែបហ្នឹងឡើយទី9ការផ្ដល់មតិត្រឡប់បែបកិច្ចវេសឬ avoidant feedback ជាការព្យាយាមមិនប្រឈមមុខឬផ្ដល់មតិដើម្បីកុំឲ្យទាស់ចិត្តគ្នាជាទីហោរឿងហ្នឹងចាំទុកសិនទៅចាំយើងនិយាយគ្នានៅពេលក្រោយទៀតបាទអរគុណនេះជាបែបបទនៃការផ្ដល់មតិត្រឡប់ទាំង9បាទដែលយើងអាចយកទៅអនុវត្តនៅក្នុងកន្លែងការងារបានបាទសម្រាប់កលិះបន្ថែមសម្រាប់ការបប្រតិបត្តិការងារនៅកម្ពុជាឬ cultural insight បាទនៅក្នុងវប្បធម៌ការងារកម្ពុជាឬក៏បរិបទខ្មែររបស់យើងបាទការប្រើប្រាស់ការផ្ដល់មតិត្រឡប់តាមបែបការទូតបាទ diplomatic feedback និងការផ្ដល់មតិត្រឡប់បែបស្ថាបនាដែលភាសាអង់គ្លេសថា constructive feedback បាទត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់នៅក្នុងបរិបទរបស់យើងបាទដោយសារការរក្សាមុខមាត់ឬក៏ face saving ឲ្យសហការីនៅចំពោះមុខអ្នកដទៃបាទគឺជាសិល្បៈនៃការដឹកនាំដ៏សំខាន់ដែលជួយឲ្យការងារដើរទៅមុខដោយរលូនបាទនិងមានសាមគ្គីភាពបាទដែលបង្កឲ្យមានបរិយាកាសសុខរមណីយកម្មនៅក្នុងកន្លែងការងារបាទដែលយើងអាចបានថាការផ្ដល់មតិត្រឡប់បាទសរសើរគឺលើកទឹកចិត្តឲ្យមានការសរសើរជាសាធារណៈប៉ុន្តែការផ្ដល់មតិត្រឡប់ទៅលើចំណុចខ្វះខាតលើកចិត្តឲ្យមានការរក្សាមុខមាត់បាទ saving face ឬក៏ការផ្ដល់មតិត្រឡប់បាទដោយលាក់កំបាំងបាទនៅក្នុងបន្ទប់បាទតែ2នាក់ឬក៏បែបម៉េចយើងអាចផ្ដល់មតិត្រឡប់តាមបានបាទជាងទាំងអស់នេះបាទជាការផ្ដល់មតិត្រឡប់បាទទាំង9បាទហើយមានការផ្ដល់មតិត្រឡប់ចំនួន2បាទទី1គឺការផ្ដល់មតិត្រឡប់តាមបែបការទូតនិងការផ្ដល់មតិត្រឡប់តាមបែបស្ថាបនាដែលលើកទឹកចិត្តឲ្យប្រើប្រាស់ច្រើននៅក្នុងបរិបទការងារនៅក្នុងកន្លែងការងាររបស់យើងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនានិងស្ដាប់បាទបើសិនជាមានសំណួរឬក៏មានចំណុចចង់វិភាគបាទអាច comment បាទហើយជួបគ្នាក្នុងឱកាសវីដេអូបន្តទៀតបាទអរគុណច្រើនបាទសម្រាប់ការវិភាគ